ប្រើទូរស័ព្ទ iPhone ប៉ុន្តែអត់ចេះបង្កើត Apple ID មែនអត់អ្នកនរគ្នាតោះសូមធ្វើតាមខ្ញុំជាដំបូងបងប្អូនចូលប៊ូតុង Setting មកបន្ទាប់មកសូមចុចលើពី Apple Account ដល់ត្រង់នេះសូមបងប្អូនមើលបើសិនជាបងប្អូនមាន account ស្រាប់បងប្អូនយកទី2បងប្អូនយកពាក្យ sign in តែបើយើងអត់មាន account ទេគឺយើងចុចពាក្យខាងក្រោមគេបងប្អូនអូខេមកដល់ត្រង់នេះសូមបងប្អូនជ្រើសរើសយកទី3ដល់ត្រង់នេះសូមបងប្អូនបញ្ចូលឈ្មោះហើយនឹងថ្ងៃខែឆ្នាំកំណើតរបស់យើងចូលមកបងប្អូនបន្ទាប់ពីបញ្ចូលរួចរាល់ហើយសូមចុចពាក្យ continue ដល់កន្លែងនេះសូមបងប្អូនដាក់ email address របស់យើងចូលមកemail របស់យើងកន្លែងនេះយើងត្រូវទៅសេពេញណាបងប្អូនបំពេញរួចរាល់ហើយសូមបងប្អូនចុចពាក្យ continue ទៀតមកដល់ត្រង់នេះសូមបងប្អូនវាយ password របស់ Apple ID របស់យើងណាកន្លែងនេះផងដែរខ្ញុំសូមបញ្ជាក់ថាលេខកូដ Apple ID របស់យើងគឺត្រូវមានអក្សរធំនៅពីមុខបន្តមកអក្សរតូចហើយមានលាយលេខនិងនិមិត្តសញ្ញាខ្លះបានវាឲ្យចឹងបងប្អូនបើយើងអត់វាយចឹងទេវាអត់ឲ្យទេហើយបើសិនជាវាអត់ឲ្យបងប្អូនសូមធ្វើការដូរវាយឲ្យត្រូវមកបំពេញរួចហើយសូមចុចពាក្យ continue ដល់ត្រង់នេះយើងចុចពាក្យ continue ទៀតបន្ទាប់មកសូមបញ្ចូលលេខកូដ verify រួចសូមបងប្អូនចុចលើពាក្យ agree ហើយធ្វើការរងចាំអូខេរងចាំមកវាដើមបន្តិចទៅអញ្ចឹងការបង្កើត Apple ID តាមទូរស័ព្ទដៃរបស់យើងគឺបានជោគជ័យ 100% ហើយបងប្អូនអាចធ្វើតាមវីដេអូនេះបានតាំងពីដើមរហូតដល់ចប់ហើយបងប្អូនអាចយក Apple ID នេះទៅប្រើដើម្បី download កម្មវិធីផ្សេងៗបាន